ថាអាចនឹងការគោរពឲ្យតម្លៃជាមេដឹកនាំបានដូចជាខ្ញុំនឹងបញ្យល់ដើម្បីឲ្យបងប្អូនឲ្យបានយល់ពីភាពជាមេដឹកនាំដូចតទៅឥឡូវនេះខ្ញុំក៏ចង់ប្រាប់បងប្អូនវិជាពលរដ្ឋទាំងអស់ដើម្បីឲ្យយល់ថាការរើសជាមេដឹកនាំដូចជាការរើសជាមេដឹកនាំហ្នឹងគេហៅថាវាមាន4ចំណុចសំខាន់អានេះគឺគាត់តែខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងឲ្យបងប្អូនឲ្យយល់ដឹងហៅថាវិធីដែលហៅថាភាពជ្រើសរើសមេដឹកនាំហើយយើងឲ្យតម្លៃគឺជាមេដឹកនាំដ៏ត្រឹមត្រូវអញ្ចឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់គេហៅថាចំណុចទី1ភាពជាមេដឹកនាំត្រូវប្រើពាក្យសម្ដីឲ្យចេញជាការពិតនិយាយអីក៏ដោយបង្ហាញឲ្យឃើញបញ្ជាក់ឲ្យបានអានឹងបានហៅថាជាភាពជាមេដឹកនាំដ៏ពិតប្រាកដមិនមែនចេះតែនិយាយឲ្យមិនដែលឃើញធ្វើអីចេញអានឹងគេមិនអាចហៅថាជាមេដឹកនាំទេអានេះយើងគាត់ខ្ញុំចង់បញ្ជាក់ថាភាពជាមេដឹកនាំការនិយាយស្ដីត្រូវតែមានភាពពិតប្រាកដច្បាស់លាស់អានឹងយើងចង់និយាយពីហៅថាហ៊ាននិយាយត្រូវតែមានបញ្ចេញសកម្មភាពទាំងសម្ដីផងទាំងសកម្មភាពផងដើម្បីបង្ហាញឲ្យគេឃើញអានឹងគេហៅថាភាពជាមេដឹកនាំនៅក្នុងលក្ខណៈទី1នៅក្នុងលក្ខណៈទី2ភាពជាមេដឹកនាំត្រូវតែមានភាពក្លាហានអត់ខ្លាចស្លាប់ដើម្បីបុព្វហេតុជាមេឲ្យក្មេងជំនាន់ក្រោយឲ្យទទួលស្គាល់ថាភាពក្លាហានហ្នឹងមិនចេះខ្លាចក្រែងរឯងដើម្បីជាចំណុចមួយជាអត្តភាពនៃការដឹកនាំអានេះខ្ញុំក៏ចង់បញ្ជាក់គេហៅថាភាពក្លាហាននៃជាមេដឹកនាំចំណុចទី3ត្រូវមានភាពឈ្លាសវៃជាងអ្នកធម្មតាអានេះយើងត្រូវឲ្យយល់ឲ្យច្បាស់លាស់ណាភាពជាមេដឹកនាំត្រូវតែមានភាពឈ្លាសវៃឲ្យច្បាស់លាស់ហើយដែលអាចឲ្យគេគោរពបានអានេះបានហៅថាជាមេដឹកនាំព្រោះឈ្លាសវៃជាងគេនៅក្នុងភាពដែលត្រឹមត្រូវនឹងការដឹកនាំប្រទេសជាតិអានេះបើយើងឲ្យតម្លៃទៅលើភាពជាអ្នកដឹកនាំហើយភាពជាអ្នកដឹកនាំនៅក្នុងចំណុចទី4អានេះខ្ញុំចង់ប្រាប់ថាភាពជាមេដឹកនាំត្រូវតែមានភាពការពារកូនចៅរក្សាសុវត្ថិភាពកូនចៅមិនឲ្យមានគ្រោះថ្នាក់អានឹងបានហៅថាជាមេដឹកនាំដើម្បីដែលយើងឲ្យតម្លៃនឹងហៅថាយើងគោរពជាទូនាទីរបស់មេដឹកនាំអានឹងចំណុចហ្នឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យយល់ដឹងពីរបៀបភាពជាមេដឹកនាំតែឥឡូវខ្ញុំចង់យកចំណុចហ្នឹងមកធ្វើការប្រៀបធៀបវិញឥឡូវខ្ញុំចង់លើកពីរឿងការប្រៀបធៀបភាពជាមេដឹកនាំមកប្រៀបជាមួយនឹងអាកម្ពុជាបោកប្រាស់សំរងស៊ីម្ដងឥឡូវយើងលើកពីចំណុចទី1ពាក្យសម្ដីបើសិនជាមេដឹកនាំគេទៅហៅថាការនិយាយស្ដីត្រូវតែមានភាពពិតនិយាយឲ្យអាចធ្វើសកម្មភាពបញ្ចេញបញ្ជាក់ឲ្យគេឃើញធ្វើឲ្យបានតែយើងមើលថាតើអាកម្ពុជាបោកប្រាស់សំរងស៊ីរយៈកាលកន្លងមក20ឆ្នាំហើយដែលឃើញអាសំរងស៊ីនិយាយឲ្យធ្វើអីចេញមួយទេអានឹងខ្ញុំចង់ឲ្យបងប្អូនបញ្ជាក់កន្លែងហ្នឹងឲ្យបានច្បាស់លាស់អញ្ចឹងភាពជាមេដឹកនាំរបស់អាកម្ពុជាបោកប្រាស់សំរងស៊ីបានតែនិយាយទេតែមិនដែលឃើញធ្វើសកម្មភាពអីឲ្យចេញទេ20ឆ្នាំហើយធ្វើតាំងពីដីយួនមិនទាន់យូរឥឡូវយួនយូរអស់ព្រៃដែលមិនទាន់អស់ព្រៃឥឡូវនេះព្រៃគេកាប់អស់អានេះធ្វើនយោបាយមិនដែលហៅថាដើម្បីជំរុញនយោបាយឲ្យមានបានភាពជោគជ័យអត់មានទេវាធ្វើនយោបាយត្រីគេមិនទាន់យកអស់ពីទន្លេឥឡូវនេះគេយកអស់ត្រីពីទន្លេបឹងបួជលសាគ្រប់កន្លែងទាំងអស់គេយកហើយវានៅតែអួតដំកើងថាវានឹងជាមេដ៏ត្រឹមត្រូវទៀតនយោបាយប្រជាពលរដ្ឋមិនទាន់អត់ឃ្លានឥឡូវនេះប្រជាពលរដ្ឋចំណាក់ចោលស្រុកអស់លីងយើងមើលអាកម្ពុជាបោកប្រាស់អាសំរងស៊ី20ឆ្នាំហើយ20ឆ្នាំហើយវាអត់មានបានធ្វើកិច្ចការអីដើម្បីជួយសង្គមដើម្បីបង្កើតសេដ្ឋកិច្ចទីផ្សារអត់មានអីវាចាំតែឈ្នះដូចជាឥឡូវយើងត្រូវយល់ថាគោលបំណងវាអត់ចង់ឈ្នះវាចង់តែកកូកាយដើម្បីឲ្យប្រទេសជាតិយើងជួបនូវភាពមហន្តរាយតែភាពបរាជ័យយួនយកដីវាអត់ដែលទៅកកូកាយទៅបញ្យលសង្គមទៅការទប់ស្កាត់យួនយ៉ាងម៉េចវិធីសាស្ត្រទៅធ្វើយ៉ាងម៉េចវាអត់ទេហើយដល់អាគេឲ្យវាឈ្នះឆ្នាំ2013បែរជាវាអត់ទទួលយកភាពជោគជ័យនឹងទៀតវាទៅនិយាយពីរឿងគោជូបអានឹងបានន័យថាគោលដៅនយោបាយវាអត់ចង់ឈ្នះវាចង់តែដើម្បីកកូកាយឲ្យប្រជាពលរដ្ឋដែលភាពងងឹតងងល់ហ្នឹងហើយទៅជឿតាមវាហ្នឹងអានឹងហើយដែលជាពិភាពវិនិច្ឆ័យមហន្តរាយមកដល់ទឹកដីខ្មែរយើងដែលឈោទៅលើអាមេដឹកនាំបោកណាហ្នឹងដែលខ្ញុំចង់បញ្យល់សង្គមឲ្យបានច្បាស់លាស់អាហ្នឹងសូម្បីតែការនិយាយស្ដីរបស់វាមិនដែលចេញពីកន្លែងណាមួយឲ្យបានពិតប្រាកដទេអាហ្នឹងឲ្យបងប្អូនដែលពលករនៅកូរ៉េងងឹតងងល់ចាំតែស្រែកជ័យខុសលើកដៃណាជ្រងច្រាំងគ្រប់គ្រងអាកម្ពុជាបោកប្រាស់សំរងស៊ីហ្នឹងអញ្ចឹងហើយវាសំដែលហៅថាបងប្អូនទៅមើលសកម្មភាពវាទៅតើវាអាចធ្វើអីចេញមួយចំណុចទៅបានហើយវាមិនដែលធ្វើអីចេញផងអាហ្នឹងយើងនិយាយថាភាពជាអ្នកដឹកនាំការនិយាយស្ដីអត់មានការពិតអញ្ចឹងហើយដែលហៅថាអាកម្ពុជាបោកប្រាស់សំរងស៊ីអាហ្នឹងដែលយើងចង់ឲ្យបញ្ជូលឲ្យសង្គមឲ្យបានច្បាស់លាស់អាហ្នឹងពីបញ្ហាហ្នឹងហើយវាទៅចោទថាហ៊ុនសែនវាជាក្រុមចោរបែរជាវាការនិយាយស្ដីរបស់វាថាវាអត់ចូលទេសភាដល់ចុងបញ្ចប់វាទៅចូលជាមួយចោរសួរថាវាចោរជាមួយហ៊ុនសែនអត់វាចោរដូចតែគ្នាអាហ្នឹងយើងនិយាយពីចំណុចទី1ចំណុចទី2ភាពមេដឹកនាំត្រូវឲ្យមានភាពក្លាហានយើងសួរថាអាកម្ពុជាបោកប្រាស់សំរងស៊ីក្លាហាននៅកន្លែងណាគេផ្លោង10គីឡូគាត់នៅវាលឺតែសំឡេងគេផ្លោងវានៅនេះក្រាបរត់ពួនចូលរូងក្តាមបាត់ហើយវាគ្មានការវិភាគថាឥឡូវហ្នឹងគេផ្លោងនៅកន្លែងណាទៅតាមដានសំឡេងអីអានេះអត់ទេឲ្យតែលឺសំឡេងសូម្បីតែលឺសំឡេងប៉ោតក៏វារត់ចូលទៅពួនក្នុងរូងក្តាមដែរអាហ្នឹងសួរថាមេដឹកនាំកំសាកអញ្ចឹងតើអាចទៅជាមេដឹកនាំបានទេហើយដើម្បីចំណុចហ្នឹងកុំឲ្យក្មេងជំនាន់ក្រោយយកគំរូអាក្រក់
ក់ទៅតាមរបៀបអាកំពូចបោកប្រាស់សំរងស៊ីតែគ្មានគំនិតគេហៅថាការដឹកនាំប្រទេសតែហៅថាជាមេដ៏ពិតប្រាកដអានេះគេហៅថាមេល្អើគូគ្រប់កន្លែងទាំងអស់គ្មានភាពក្លាហានតែអាការនិយាយស្ដីអ៊ូតអាងអូសិតតែយកជីវិតរហូតទៅដល់មិនត្រឹមតែជីវិតទេយកតាំងពីពលឹងខ្លួនឯងហ្នឹងឲ្យយកមកស្នេហាជាតិអានេះចាំតែឲ្យតែវាងាប់ហើយចាំតែវាមកយកពលឹងវាមកស្នេហាជាតិតែឥឡូវខ្លួនវានៅរស់វាមិនបានគិតពីវាស្នេហាជាតិទេវាចាំដល់ពលឹងវាតែចាំវាងាប់ហើយបានវាគិតពីស្នេហាជាតិអាហ្នឹងឲ្យបងប្អូនដែលពលករដែលនាំគ្នាតែគណៈបកសង្គ្រោះចោលនេះហើយយកទស្សនៈទៅវិភាគមើលទៅសួរថាវាស្នេហាជាតិទេខ្លួនវាចាំតែពលឹងវាតែស្នេហាជាតិអាហ្នឹងចាំឲ្យវាងាប់សិនទៅអាហ្នឹងចំណុចដែលខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងបានច្បាស់លាស់តែអាវានៅរស់គ្មានចំណុចណាមួយដែលអាចហៅថាមកជួយជាតិបានទេជួយបំផ្លាញជាតិជាមួយនឹងគណៈបកប្រជាជនដំណើរនយោបាយ20ឆ្នាំមកជួយបំផ្លាញជាតិរបូតអត់មានបានថាជួយទប់ស្កាត់នៅកន្លែងណាមួយកុំឲ្យអាក្រុមហ៊ុនសែនហ្នឹងហៅថាបំផ្លាញជាតិបានទេអាហ្នឹងបានបញ្ជាក់បង្ហាញឲ្យច្បាស់លាស់ឥឡូវយើងនិយាយពីចំណុចទី3គេហៅថាភាពជាអ្នកដឹកនាំត្រូវតែមានភាពជ្រាបវៃជាងអ្នកធម្មតាតែអានេះវាមានភាពជ្រាបវៃដែរតែជ្រាបវៃនៅក្នុងភាពបោកប្រាស់អ្នកគ្រប់គ្រងបោកប្រាស់ជាតិខ្លួនឯងបោកប្រាស់នៅក្នុងគណៈបកខ្លួនឯងវាជ្រាបវៃនៅក្នុងភាពទុច្ចរិតតែមិនបានដើរផ្លូវសុចរិតណាមួយទេអានេះយើងបង្ហាញឲ្យឃើញច្បាស់តែអានឹងយើងនិយាយថាអានេះភាពជាវាជ្រាបវៃដែរតែជ្រាបវៃនៅក្នុងភាពទុច្ចរិតបោកប្រាស់ប្រជាជាតិខ្មែរបោកប្រាស់នៅក្នុងគណៈបកជាពិសេសដែលយើងបញ្ជាក់បង្ហាញឲ្យច្បាស់លាស់នៅក្នុងឆ្នាំ2013ដែលវាបានធ្វើកិច្ចសន្យារូបភាពអយុត្តិធម៌ជូនប្រជាពលរដ្ឋដល់ចុងបញ្ចប់វាទៅចូលសភាទៅជួយចោលឲ្យមកធ្វើបាបប្រជាពលរដ្ឋវិញដែរអាហ្នឹងដែលយើងចង់មើលសកម្មភាពអស់ហ្នឹងអាហ្នឹងហើយហៅថាភាពជាអ្នកដឹកនាំរបស់អាកំពូចបោកប្រាស់សំរងស៊ីអាហ្នឹងជាយើងនិយាយពីចំណុចទី3ឥឡូវយើងចូលទៅដល់ចំណុចទី4យើងនិយាយភាពជាអ្នកដឹកនាំត្រូវការពារកូនចៅយើងសួរមើលអាកំពូចបោកប្រាស់សំរងស៊ីគេចាប់កូនចៅវាដាក់គុកវាដែរមានដំណោះស្រាយដើម្បីមកជួយកូនចៅវាទេដែលរោគភាពអយុត្តិធម៌ជូនឲ្យប្រជាពលរដ្ឋបានវាទៅកកោកាយនៅផ្លូវវិញផ្សេងគេបាញ់សម្រាប់ប្រជាពលរដ្ឋវាដើរលេងទៅរើសម្រាប់តាមមាត់សមុទ្រទៅហើយឥឡូវនេះវាមកបកស្រាយថាខ្លួនវានឹងរងនៅភាពអយុត្តិធម៌ទៀតវាមិនដែលធ្វើបាបអ្នកណាតែវាទៅកកោកាយឲ្យគេបាញ់សម្រាប់កូនចៅប្រជាពលរដ្ឋហើយវាមកបកស្រាយថាវានឹងអត់ដែលទៅសម្រាប់អ្នកណាទៀតកន្លែងហ្នឹងខ្ញុំនឹងបង្ហាញដើម្បីបញ្ជាក់សង្គមឲ្យបានកាន់តែច្បាស់ថែមទៀតអំពីវាហៅថាអាឃាតករសម្រាប់ខ្មែរឈាមតិចហ្នឹងដែលអាកំពូចបោកប្រាស់សំរងស៊ីអានេះបើយើងនិយាយឲ្យចំទៅដូចអាស្វានៅទូតពូងអាស្វានៅទូតពូងហ្នឹងអ្នកប្រមាញ់ស្វាគេតែងតែយកពីវិធីមួយគេហៅថាគេដាក់លោកឥឡូវខ្ញុំលើកទៅរឿងនិទានដែលហៅថាស្វាទូតពូងបើគេចង់ចាប់ស្វានៅទូតពូងហ្នឹងគេហៅរនាមក្រោមហ្នឹងវិធីគេដាក់លោកហើយគេយកចំណីស្វាហ្នឹងគេយកដាក់នៅក្នុងលោកហ្នឹងហើយអាមេស្វាហ្នឹងវាចង់ស៊ីអាចំណីនៅក្នុងលោកហ្នឹងវាអត់ហ៊ានចូលខ្លួនវាទេវាទៅជំរុញកូនឲ្យចូលទៅវាបោះកូនវាឲ្យចូលហើយឲ្យកូនវាហ្នឹងយកចំណីហ្នឹងចេញមកឲ្យមេវាស៊ីហើយដល់បោះឲ្យអាកូនវាចូលទៅដល់ទៅពេញលោកទៅអាមេវាអត់ចូលវាដឹងថាអាកូនវាចេញអត់រួចនោះអានេះវាខូចមែនទេអាសំរងស៊ីក៏អត់ខុសគ្នាដែរអានេះអាមេនេះយកតែរួចខ្លួនមិនដែលគិតពីកូនចៅទេអាហ្នឹងយើងសួរថាតើវាអាចជួយជាមេបានទេអានេះបើធ្វើវាមេវាធ្វើអន់ជាងពងវិញបើយើងអីរឿងអីយើងមិនធ្វើពងទឹកក្បាលមេមិនល្អជាងអាមេរបៀបនេះតែយើងឲ្យតម្លៃជាមេកើតទេអានេះខ្ញុំគាត់ចង់បញ្ជាក់គេហៅថាវាជាមេដឹកនាំដោយអាពាក្យមួយគេហៅថាបុគ្គលបោកហើយនឹងភ្លើវាមាន3បុគ្គលបោកហើយនឹងបុគ្គលភ្លើវាមាន3បុគ្គលបោកមួយវែងបុគ្គលភ្លើពីរខ្លីអាបុគ្គលភ្លើពីរអត់ដឹងអីទៅភ្លើបោកជាមួយគេដែរអាហ្នឹងដែលខ្ញុំចង់បញ្យល់ពីសង្គមឲ្យបានច្បាស់លាស់នេះជាទស្សនៈរបស់អាកំពូចបោកប្រាស់សំរងស៊ីវិញចឹងវាដើរតែបោកគេអានេះវាធ្វើនយោបាយឈាមតិចសម្រាប់តែអ្នកគ្រប់គ្រងវាទេឥឡូវឲ្យបងប្អូនមើលទៅអ្នកដែលគ្រប់គ្រងវាមកទល់សប្ងៃវាដែលដោះអ្នកណាចេញទេមានតែវាចាក់បងប្អូនក្នុងគណៈបកហ្នឹងយកទៅដាក់គុកបន្ថែមទៀតអានេះវាធ្វើនយោបាយជំរុញឲ្យហ៊ុនសែនចាប់កូនចៅវាយកទៅដាក់គុកហើយវាមិនដែលមានដំណោះស្រាយទេហើយវាតែងតែរោថាខ្លួនវាហ្នឹងវាជាភាពស្អាតស្អំទៀតដូចជាខ្ញុំនឹងបញ្ជាក់បង្ហាញពីភាពស្អាតស្អំនៅវគ្គក្រោយបាទសូមអរគុណ